នឹងទុនសាយមានសត្វខ្លាមួយវាដាច់សង្វែងដើររកចាប់អ្វីមិនបានសោះខំដើរស្វែងណាស់ទៅប្រទះនឹងសត្វអកមួយកំពុងតែយំលឺសូរអទុំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំងខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថាធ្វើមិនដេញនឹងចាប់អានេះបានណបើវានៅខ្ពស់ម្លេះបើអញឡើងទៅមុខជាវាឃើញហើយហើរទៅកាលណានឹងចាប់វាបានខ្លាអង្គុយចាំមើលកិច្ចកលសត្វអកនោះអាសត្វអកកាលណាទុំហើយនេះវាតែងរំពៃមើលទៅរហែត្រីក្រែងមានត្រីបណ្ដាតខ្លួនឡើងចាំយូរបន្តិចមានត្រីមួយផងឡើងពីក្នុងទឹកអបស្ទុះទៅចាប់បានត្រីនោះយកមកធ្វើជាចំណីវាទៅខ្លាឃើញអកធ្វើដូច្នោះក៏គិតក្នុងចិត្តថាហៀអាអកនេះវាអង្គុយទៅស្ងៀមសោះស្រាប់តែចាប់ត្រីហាលក្នុងត្រពាំងនោះវាស្ទុះទៅចាប់បានមួយរំពេចយកមកក្រែងមិនហត់នឿយប៉ុន្មានសោះមិនទូមិនព្រួយដូចខ្លួនអញខំដើរស្វែងរកស្មើស្លាប់មិនងាយបានអានេះវាអង្គុយច្รงុកងុកចាប់បានភ្លាមហើយវាមិនលំបាកលោកលំបាកអោនក្រាបទៀតផងបើដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាងខ្លាគិតដូច្នោះហើយក៏ដើរទៅទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ហើយដែលមានត្រីច្រើននោះវាដើរទៅដល់បឹងមួយជាទីស្ងាត់នៅមាត់បឹងនោះមានដើមឈើដ៏ធំដល់ជ្រុងច្រានដ៏មានម្លប់ត្រឆៃល្មមវាពឹងខ្លួនវាបានពេលនោះមានបុរសម្នាក់នៅចងសន្ទូចក្នុងបឹងនោះមុនខ្លាទៅដល់ដោយចង់មើលឲ្យឃើញសន្ទូចខ្លួនដែលរាយនៅឯនាយឆ្ងាយមិនស្រួលបានស្រួលបុរសនោះរាយសន្ទូចហើយមិនឈរនៅនឹងដីទេទៅឡើងលើដើមឈើមួយដ៏ធំនៅសងំតែម្នាក់ឯងមិនមាត់កឡើយតែខ្លានោះកាលបានទៅដល់ហើយក៏ដើរភ្លូកចុះឡើងរកដើមឈើឡើងធ្វើដូចជាសត្វអកបុរសលឺសូរមើលទៅឃើញខ្លាកំពុងតែដើររួចទៅឡើងអង្គុយច្រហូមលើចុងឈើហើយធ្វើសំឡេងត្រាប់តាមសត្វអកថាអគាត់មិនហ៊ានថាអ្វីទេចាំតែមើលហើយគិតថាខ្លានេះវាឡើងចុងឈើទៅក្នុងបឹងដូច្នេះតើវាគិតធ្វើអ្វីយូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះទូលូតព្រូរួចហោះឡើងវិញលក់ទឹកលើសុខខកបរោះនោះឃើញហើយក៏ស្រែកសើចរួចថាស្លាប់តោះអាខ្មោចទៅធ្វើអីដូច្នេះខ្លាលឺមើលទៅឃើញបរោះនៅលើចុងឈើក៏មានសេចក្តីយិនខ្មាស់ខ្លាំងណាស់ស្ទើរនឹងស្លាប់ខ្លួនព្រោះមិនដែលបងគំនិតដល់លឹងសោះរួចខ្លានឹកថាបរោះឥឡូវបរោះនេះឃើញអញតែម្នាក់ឯងបើគាត់ទៅដល់ផ្ទះសំគាត់នឹងនិយាយប្រាប់គេថែមទៀតគេនឹងកាន់តែដឹងច្រើនឡើងកើតមានគេឈ្មោះអាក្រក់ណាស់បើដូច្នេះអញសូគាត់កុំអោយនិយាយប្រាប់នរណាតទៅទៀតហើយខ្លាបាននិយាយអង្វរបរោះនោះដោយពាក្យអោនលំទោនថាអ្នកអើយខ្ញុំបានចាប់ត្រីធ្វើដូចជាសត្វអកទៅវ
វាមិនបានលេត្រីទៅបានឲ្យលងទឹកស្ទើរស្លាប់ខ្ញុំមានសេចក្តីអៀនខ្មាស់ច្រើនណាស់បើដូច្នេះសូមអ្នកអាណិតខ្ញុំកុំនិយាយទៅណាមកណាទៀតខ្ញុំនឹងតបគុណឧបការៈអ្នកបរោះតបវិញថាខ្លាឯងឲ្យអ្វីអញឡាថាខ្ញុំសន្យារោគសត្វមួយព្រឹកមួយយកមកជូនអ្នកដទៃនេះរាល់ថ្ងៃបរោះនោះក៏ព្រមព្រៀងទទួលពាក្យខ្លារួចហើយវិលទៅផ្ទះអាត្មាវិញលោកព្រឹកឡើងមកទទួលយកសត្វអំពីខ្លានៅកន្លែងសន្យាខ្លានោះខំសត្វយកមកឲ្យបរោះនោះជាប្រក្រតីមិនហ៊ានខានកាលបើបរោះនោះបានសត្វនាំយកទៅផ្ទះអាត្មាច្រើនថ្ងៃពេកណាស់ភរិយាឆ្ងល់លោកវេលាយំក៏សួរដោយស្ងាត់ថាអ្នកឯងធ្វើដូចម្ដេចក៏បានសត្វរាល់ថ្ងៃម្លេះម្ដងសត្វនេះម្ដងសត្វនោះជ្រូកក៏មានក្តាន់ក៏មានឆ្លូកក៏មានប្តីថាដាក់តាក់ប្រពន្ធថាតាក់អ្វីក៏បានមិនដែលខានដូច្នេះអ្នកអើយអូនប្រាប់អូនឲ្យត្រង់មកមើលប្រត់នោះក៏ភ្លេចពាក្យសន្យាដោយស្មានថាខ្លាកាលណាវានឹងមកក៏ប្រាប់ភរិយាដោយរឿងហេតុតាមមកចុះប្រពន្ធនូនក៏ជឿលោកព្រឹកឡើងបរោះទៅយកសត្វអំពីខ្លាដូចសពដងលងទៅដល់ស្រាប់តែឃើញខ្លាអង្គុយហោមចាំនៅកន្លែងនោះលោកបរោះដើរទៅដល់ប្រាប់ខ្លាថាអើយបរោះឯងមកហើយអញទៅចាំទេតាអញនឹងស៊ីឯងត្បិតឯងនិយាយខ្ញុំមុននោះអាចហាមថាកុំឲ្យនិយាយប្រាប់គេតទៅទៀតអញសោកអសាទមួយរាល់ថ្ងៃឥឡូវមកដេចក៏និយាយប្រាប់គេបរោះនោះក៏ផិតភ័យស្លោឥតប្រកែកថាអ្វីទេគ្រាន់តែសុំវល់ទៅខ្លាវិញថាបងខ្លាឯងស៊ីក៏ស៊ីចោះខ្ញុំមិនប្រកែកទេបានជានិយាយទៅហើយតែបើថ្ងៃនឹងស្លាប់រងខ្ញុំក៏សូមជួបភរិយានឹងបានប្រាប់គេឲ្យដឹងផងខ្លាក៏ព្រមទៅក៏ទៅចោះតែឲ្យឆាប់ត្រឡប់មកវិញអញស្ដោះទឹកមាត់ចាំតែស្ងួតទឹកមាត់អញតាមទៅស៊ីទាំងប្រពន្ធទាំងប្តីទុកធ្វើអ្វីមនុស្សនិយាយមិនទៀងប្រនោះក៏ទៅទាំងសោកសៅក្នុងចិត្តព្រោះតែមាត់មិនចិត្តបានខ្លាចបានជាខ្លាបស៊ីដល់ក៏ប្រាប់ប្រពន្ធតាមរឿងនោះហើយថាឥឡូវនៅមិនបានទេត្បិតខ្លាវាចាំតែយូរវាមកស៊ីទាំងអស់គ្នាប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិតដីក៏លៀបប្រភេទយាចេញចាក់ព្រឹស្ថានដើរមកតាមផ្លូវយំបណ្ដាផងដល់ពាក់កណ្ដាលផ្លូវប្រទះនឹងទន្សាយសួរថាបរោះឯងដើរទៅណាយំផងដូច្នេះមានតោអ្វីបរោះនោះក៏ថ្លែងឲ្យទន្សាយស្ដាប់សពគ្រប់ប្រការតាមហេតុនោះទន្សាយឆ្លើយថាបើដូច្នេះបៃអីបរោះឯងទៅរកទៅចេញមកស្និទ្ធមកទៅខ្លាចអីអាខ្លាកំព្រើងនោះប្រនោះក៏ត្រេកអរក៏មនីមនីទៅរកបានចេញមកស្និទ្ធហើយជូនទៅលោកសុភាថាខ្ញុំជូនលោកសូមឲ្យតែលោកសុភាទាំងសាយជួយខ្ញុំរួចជីវិតផងចោះតែបន្តិចខ្លះវាមកតាមស៊ីខ្ញុំហើយ
សុភាទន្សាយថាអ្នកឯងទៅជាមួយនឹងយើងចាំមើលខ្លានោះឲ្យជាតិរួចសុភាទន្សាយរោដំបូកមួយយ៉ាងខ្ពស់ឡើងទៅអង្គុយលើដំបូកនោះដើម្បីមើលទៅឲ្យបានឆ្ងាយឯខ្លាកាលចាំបុរសនយូពេកក៏តាមមកប្រាថ្នានឹងស៊ីទាំងពីរនាក់ព្រោះខុសសន្យាគ្នាពីលើកហើយវាដើរម្នាក់ឯងតាមផ្លូវរលះរលាំងមកដល់ទៀបដំបូងបុរសនោះឃើញក៏ប្តឹងសុភាទន្សាយថាណក់មកហើយលោកសុភាទន្សាយប្រាប់ថាកុំមកចាំវាមកចិត្តសិនខ្លាដើរមកកាន់ទៅចិនសុភាទន្សាយអូមជែកនៅក្នុងមាត់ហើយស្រែកក្រហមថាស៊ីខ្លា5មិនស្កម្មស្ទើយស៊ីត្រកខាប៉ុនកូនដៃស្អាស្ទើបែកក៏ខ្លាលើសំឡេងធំក្រអួនថាស៊ីខ្លាមិនស្កម្មស្ទើយក៏ស្ទុះថយក្រោយសុភាទន្សាយក្រហមថែមទៀតហើយម្ដងទៀតយ៉ាងផ្ទួនខ្លាក៏ស្ទុះរត់លេងទាំងមើលក្រោយរត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងឈើស្វាឃើញខ្លារត់ស្រែកសួរថាបងខ្លារត់មានការអ្វីខ្លាលើហើយឈប់ឆ្លើយតបទៅវិញទេអូយអាណាក៏ធំម្លេះខ្លាស៊ីខ្លាទៅដល់5មិនឆ្អែតបានឆ្អញ់ភ័យរត់មកក្រែងវិស៊ីស្វាសួរថាបងឯងឃើញតែឬអ្វីខ្លាថាទេលឺតែមាត់ស្វាសួរថាមាត់ត្រង់ណាខ្លាតបថានៅបៀតដំបូកឯដើមពងរោណាស្វាថាក្រែងបងសុភាទន្សាយទៅដឹងចំណាំតែឃើញត្រង់នឹងផងខ្លាតបថាមិនមែនទេសុដីសុភាទន្សាយដូច្នេះណាដូច្នេះនោះស្វាថាទេតែគាត់ជាសុភាទន្សាយហើយបើដូច្នេះទៅមើលម្ដងទៀតមើលខ្ញុំជូនទៅខ្លាមិនព្រមទៅថាក្រែងមកស្វាឯងរត់ចោលអញតែអញភ័យឡើងតែឯងភ័យឡើងលើចុងឈើបានទៅនៅតែអញម្នាក់ឯងស្លាប់អញហើយស្វានិយាយម្ដងទៀតថាបងឯងខ្លាចជំរុតចោលបងឯងចង់កន្ទុយជាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួចបងឯងជាប់នឹងខ្ញុំហើយខ្លាថាបើដូច្នេះទៅក៏ទៅកុំរត់ចោលគ្នាអើយខ្លានឹងស្វាចងកន្ទុយជាប់គ្នាហើយដើរតម្រង់ទៅដំបូកនោះបុរសនោះឃើញក៏ប្តឹងសុភាទន្សាយទៀតថាលោកអើយម៉ោងទៀតហើយម្ដងនេះមានស្វាមកផងខ្ញុំខ្លាចណាលោកសុភាទន្សាយថាកុំបារម្ភអីនៅមាត់ឲ្យស្ងៀមចាំវាមកចិត្តបន្តិចនឹងមើលសុភាទន្សាយក៏ត្រង់បកចេកមួយនឹងតឲ្យមាំដល់មុខចិត្តស្វាសួរថាត្រង់ណាមកខ្លាស្វាថាណកត្រង់ណកមាត់ស្រែកពីត្រង់នោះភាទន្សាយតមជីកនៅក្នុងមាត់ស្រែកថាអាស្វាកញ្ញាំងជំពាក់អំណុលអញ4-5ឆ្នាំដឹងអាខ្លាសង្គមមុំមកឲ្យអញវេយាតអាស្វានេះខ្លាលឺដូច្នេះក៏ស្ទុះរត់ភឹងទៅស្វាគាត់ស្ដាប់ហើយក៏គិតក្នុងចិត្តថាអាស្វានេះវានាំអញមកគាត់បំណុលទៅតើស្វាក៏ស្រែកថាបងខ្លាឈប់សិនបងខ្លាឈប់សិនខ្លាក៏មិនព្រមឲ្យចូលចិត្តថាច្បាស់ជាវាយកខ្លួនទៅពាត់ឲ្យគេហើយក៏
រត់ទៅឆ្ងាយទាល់តែស្វានោះដំនឹងដួលឈើទឹកដីក៏ស្លាប់ខ្លួនអាសាអង្ការមាត់មានគ្រូដបមានឆ្នុក